ធ្លាប់មានថ្ងៃដែលមេឃងងឹតធ្លាប់មានយប់ដែលទឹកភ្នែកធូរជីវិតមើលដៃដើរតែម្នាក់ឯងឆ្លងកាត់រឿងរ៉ាវជាច្រើនមិនធ្លាប់ប្រាប់នរណាពេលពិភពលោកហាក់ដូចស្ងប់ស្ងាត់ពេលបេះដូងហាក់ដូចអស់សង្ឃឹមព្រះបានផ្ញើការដ៏អស្ចារ្យមួយគឺកូនស្រីតូចម្នាក់មកកាន់ជីវិតម្ដាយស្នាមញញឹមតូចរបស់កូនបំភ្លឺថ្ងៃដែលធ្លាប់ងងឹតសំលេងហៅថាមកជាកម្លាំងអើយម្ដាយមិនដំណើរកូនស្រីអើយអ្នកជាអំណោយពីព្រះជាពន្លឺភ្លឺថ្លាក្នុងបេះដូងម្ដាយជាក្តីសង្ឃឹមដែលមិនរលត់ក្នុងគ្រប់ពេលដែលម្ដាយនឿយហត់កូនស្រីអើយអ្នកជាគ្រប់យ៉ាងជាហេតុផលដែលម្ដាយរស់នៅទោះផ្លូវមកមានអបសពប៉ុណ្ណាដែលនៅតែរឹងមាំព្រោះមានកូនវ័យល្អឥតខ្ចោះប្រែគ្រាន់តែជាមនុស្សធម្មតាតែសេចក្តីស្រឡាញ់ដែលមានចំពោះកូនធំជាងអ្វីទាំងអស់លើលោកនេះម្ដាយនឹងខិតខំគ្រប់ថ្ងៃដើម្បីឲ្យកូនមានអនាគតភ្លឺស្វាងទោះហប់ទោះឈឺទោះលំបាកម្ដាយមិនដែលចង់បោះបង់ឡើយថ្ងៃណាមានស្លាប់ហោះទៅរកក្តីសុបិនតែសូមចងចាំថានៅពីក្រោយខ្នងកូនតែមានដៃអ្នកស្រឡាញ់កូនជានិច្ចទោះពីភពលោកប្រែប្រួលយ៉ាងណាក្តីស្រឡាញ់នេះមិនប្រែប្រួលឡើយព្រោះកូនគឺបេះដូងរបស់ម្ដាយនិងជាមូលហេតុនៃស្នាមញញឹមរបស់ម្ដាយកូនស្រីអើយអ្នកជាអំណោយពីព្រះជាផ្កាយភ្លឺថ្លាលើមេឃជីវិតម្ដាយជាកម្លាំងចិត្តក្នុងគ្រប់ដំណើរជាពន្លឺដែលនាំផ្លូវម្ដាយកូនស្រីអើយអ្នកជាគ្រប់យ៉ាងជាសេចក្តីស្រឡាញ់គ្មានទីបញ្ចប់បើមានអ្នកសួរថាម្ដាយរស់ដើម្បីអ្នកណាចម្លើយគឺរស់ដើម្បីកូនជាទីស្រឡាញ់តែទួយមួយកាន់ដៃម្ដាយជួបតាទៅមុខក្រោមពន្លឺព្រះអាទិត្យទោះមានតែយើងពីរនាក់ក៏ជាពិភពលោកដ៏ស្រស់ស្អាតបំផុត